រដ្ឋាភិបាលថៃប្រកាសថាខ្លួនយល់ព្រមឈប់បាញ់បណ្ដោះអាសន្នរយៈពេល72ម៉ោងជាមួយប្រទេសកម្ពុជាដែលភ្ជាប់ទៅនឹងការដោះលែងអ្នកទោសសង្គ្រាមផងជាការយល់ព្រមបន្ទាប់ពីមានកិច្ចពិភាក្សាកម្រិតលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនទូទៅ GBC ដែលបានធ្វើឡើងចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26ខែធ្នូឆ្នាំ2025យោងតាមកាសែតថៅសូត្រនិង Thai Inquirer នាយករដ្ឋមន្ត្រីថៃផ្ទះលោកអនុទានឆានរៈគុលនិយាយថាបទឈប់បាញ់នេះគ្រាន់តែជាការសាកល្បងរវាងភាគីទាំងពីរតែប៉ុណ្ណោះហើយនឹងត្រូវចាត់ទុកជាមោឃៈភ្លាមៗប្រសិនបើមានផ្ទុះអាវុធនៅក្នុងអំឡុងពេល72ម៉ោងគិតចាប់តាំងពីយប់ថ្ងៃទី27ខែធ្នូលោកអនុទានបានបន្ថែមថាប្រសិនបើ72ម៉ោងគ្មានផ្ទុះអាវុធភាគីទាំងពីរអាចបន្តអនុវត្តសេចក្តីប្រកាសរួមទីក្រុងកូឡាឡាំពួរនៅខាងកម្ពុជាក្រសួងការពារជាតិនិយាយថាកម្ពុជានិងថៃសម្រេចឯកភាពគ្នាលើខ្លឹមសារនៃសេចក្តីព្រៀងសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី3នៃ GBC ដែលមានការចូលរួមសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ានរបស់កម្ពុជានិងថៃក៏ប៉ុន្តែក្រសួងមិនបានបង្ហាញថាមានខ្លឹមសារជាក់លាក់អ្វីខ្លះដែលត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រៀងនោះទេក្រសួងក៏មិនបានប្រតិកម្មទៅនឹងសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃពីការឈប់បាញ់72ម៉ោងនិងការដោះលែងអ្នកទោសសង្គ្រាមនោះដែរក្រសួងការពារជាតិបញ្ជាក់ថាអ្វីដែលបានឯកភាពនៅក្នុងកិច្ចប្រជុំលេខាធិការដ្ឋាន GBC គឺដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី3 GBC នៅថ្ងៃទី27ខែធ្នូឆ្នាំ2025រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីររំពឹងថានឹងចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងឈប់បាញ់សូមរំលឹកថាមកដល់ថ្ងៃទី27ខែធ្នូការប្រយុទ្ធគ្នារវាងកងកម្លាំងថៃនិងកម្ពុជាបានអូសបន្លាយចូលដល់21ថ្ងៃហើយក្រោយពីកម្ពុជាថាថៃបានបើកការវាយប្រហារបាញ់កម្ពុជាមុនចាប់តាំងពីថ្ងៃទី7ខែធ្នូមកថ្ងៃនេះក៏ជាថ្ងៃទី151ហើយដែរដែលកងទ័ពថៃបន្តឃុំខ្លួនពលទាហានកម្ពុជាទាំង18រូបបន្ទាប់ពីត្រូវបានចាប់ខ្លួនក្នុងទឹកដីកម្ពុជានៅថ្ងៃទី29ខែកក្កដាឆ្នាំ2025